សម្ដេចនរោត្តមសីហនុព្រះបរមរតនកោដ្ឋនាយករដ្ឋមន្ត្រីទី2សឹមមកខាងនាយករដ្ឋមន្ត្រីទី34សម្ដេចក្រមព្រះនរោត្តម នរោត្តមនាយករដ្ឋមន្ត្រីទី35លោកតឹងហួតនាយករដ្ឋមន្ត្រីទី36សម្ដេចតេជោហ៊ុនសែននិងនាយករដ្ឋមន្ត្រីទី37បច្ចុប្បន្នសម្ដេចបវរធិបតីហ៊ុនម៉ាណែតជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូដែលក្រុមការងាររបស់ YouPad បានចុះទៅធ្វើទីផ្សារនៅខេត្តបាត់ដំបងរួចនាងខ្ញុំក៏បានឈានចូលទៅលេងស្រាប់ទីមួយកន្លែងដែលធ្លាប់តែថតរឿងនៅសម័យបារាំងរឿងរាជិនីភូមិគ្រឿងហើយយើងក៏បានចូលទស្សនានិងបានយល់ដឹងនៅចំណេះដឹងថ្មីៗបន្ថែមទៀតដែរអំពីឋានៈដឹកនាំនិងនាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជាទាំង37រូបតាំងពីចំនួនសម្ដេចតារហូតមកដល់ពេលបច្ចុប្បន្នបងប្អូនអញ្ចឹងតោះកុំឲ្យខាត់ពេលយូរបងប្អូនទៅទស្សនាវីដេអូជាមួយនឹងខ្ញុំទាំងអស់គ្នានាយករដ្ឋមន្ត្រីទី1ព្រះករុណាព្រះបាទសម្ដេចនរោត្តមសីហនុព្រះបរមរតនកោដ្ឋនាយករដ្ឋមន្ត្រីទី2លោកសឹងងប់ថាញ់និងនាយករដ្ឋមន្ត្រីទី3ព្រះអង្គម្ចាស់សម្ដេចក្រមព្រះស៊ីសុវត្ថិមុនីរ៉េតនាយករដ្ឋមន្ត្រីទី5ព្រះអង្គម្ចាស់ស៊ីសុវត្ថិវត្តឆយវង្សនាយករដ្ឋមន្ត្រីទី6លោកឈៀនវមនាយករដ្ឋមន្ត្រីទី7សម្ដេចប៉ែននុតនាយករដ្ឋមន្ត្រីទី8លោកយ៉ែមសម្បូរនាយករដ្ឋមន្ត្រីទី9លោកអៀវកឹសនិងនាយករដ្ឋមន្ត្រីទី10ព្រះអង្គម្ចាស់សម្ដេចក្រមហ្លួងស៊ីសុវត្ថិមុនីពង្សនាយករដ្ឋមន្ត្រីទី11លោកអ៊ុំឈៀងសុននាយករដ្ឋមន្ត្រីទី12លោកហ៊ុយកន្ទុលនាយករដ្ឋមន្ត្រីទី13លោកច័ន្ទៈនាយករដ្ឋមន្ត្រីទី14លោកលេង៉ែតនាយករដ្ឋមន្ត្រីទី15លោកខឹមតិតនាយករដ្ឋមន្ត្រីទី16លោកសានខុននាយករដ្ឋមន្ត្រីទី17លោកសឹមវ៉ានាយករដ្ឋមន្ត្រីទី18លោកអែកជីអ៊ុននាយករដ្ឋមន្ត្រីទី19លោកផូព្រឿងនាយករដ្ឋមន្ត្រីទី20សម្ដេចចក្រៃញឹកជូឡុងនាយករដ្ឋមន្ត្រីទី21សម្ដេចចៅសែនកុសលឈុំនាយករដ្ឋមន្ត្រីទី22ព្រះអង្គម្ចាស់នរោត្តមកណ្ដុរនាយករដ្ឋមន្ត្រីទី23នរោត្តមសេនាប្រមុខលន់នល់នាយករដ្ឋមន្ត្រីទី24សម្ដេចបវរសេដ្ឋាសុនសាននាយករដ្ឋមន្ត្រីទី25ព្រះអង្គម្ចាស់ស៊ីសុវត្ថិសិរីអមតៈនាយករដ្ឋមន្ត្រីទី26លោកហងធុនហាក់នាយករដ្ឋមន្ត្រីទី27លោកតឹងតាំនាយករដ្ឋមន្ត្រីទី28លោកឡុងបូរ៉េតនាយករដ្ឋមន្ត្រីទី29លោកខៀវសំផននាយករដ្ឋមន្ត្រីទី30លោកប៉ុលពតនាយករដ្ឋមន្ត្រីទី31លោកនួនជានាយករដ្ឋមន្ត្រីទី32លោកប៉ែនសុវណ្ណនាយករដ្ឋមន្ត្រីទី33លោកច័ន្ទស៊ីសម្ដេចអគ្គមហានាយកចក្រហេសំរិនជាប្រធានក្រុមប្រឹក្សាបដិវត្តប្រជាជនកម្ពុជានៅឆ្នាំ1979រហូតដល់ឆ្នាំ1981នាយករដ្ឋមន្ត្រីទី34សម្ដេចក្រមព្រះនរោត្តម នរោត្តមនាយករដ្ឋមន្ត្រីទី35លោកអង្ហួតនាយករដ្ឋមន្ត្រីទី36សម្ដេចតេជោហ៊ុនសែននិងនាយករដ្ឋមន្ត្រីទី37នាពេលបច្ចុប្បន្នគឺសម្ដេចបវរធិបតីហ៊ុនម៉ាណែតចាដោយដែលវីដេអូនេះខ្ញុំបានជម្រាបជូនខាងលើចឹងនេះសូមចូលរួមទស្សនាទស្សនវិជ្ជានិងរូបភាពសម័យមុនខ្លះៗដែលនៅក្នុងសារមន្ទីរខេត្តបាត់ដំបងជាមួយនឹងខ្ញុំទាំងអស់គ្នារបស់ប្រើប្រាស់ទាំងអស់នៅក្នុងសារមន្ទីរគឺសុទ្ធតែជារបស់បុរាណដែលប្រើប្រាស់ក្នុងសម័យមុនហើយរបស់មួយចំនួនខ្លះទៀតក៏នៅប្រើប្រាស់ក្នុងសម័យបច្ចុប្បន្នខ្លះដែរយើងឃើញមាននាឡិកាប៉ោលទូឈើសម័យបុរាណហើយក៏មាននង្គ័លព្យួរស្រែតែសម័យបច្ចុប្បន្ន2026យើងលែងសូវមានប្រើប្រាស់ហើយបងប្អូនទាំងអស់គ្នាព្រោះបច្ចុប្បន្នយើងប្រើគោយន្តនិងត្រាក់ទ័រជាដើមហើយយើងឃើញមានម៉ាស៊ីនអង្គុលលេខសម្រាប់វាយអត្ថបទនិងអក្សរមានកណ្ដៀវច្រូតស្រូវសម័យបុរាណមានបំពង់ទឹកថ្នោតធ្វើពីដើមឫស្សីមានទឹកដោះគោកណ្ដឹងគោនិងមានឆ្នាំងអ៊ុតបុរាណដោយប្រើភ្លើងធ្យូងរូបមាន់មានជញ្ជីងនិងជើងពានបុរាណហើយនៅក្នុងជើងពានយើងក៏ឃើញមានលុយពីសម័យមុនមានកណាស់ប្រាក់ដូចជា1រៀល5រៀល10រៀល20រៀលនិង50រៀលទៅ100រៀលចាក់ត្រីក៏យើងឃើញមានខ្នោសកោសដូងចុងសតវត្សទី20និងឧបករណ៍ផ្សេងទៀតយើងឃើញមានគំនូរសម័យមុននិងរូបថតលោកនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃសខេងនិងថ្នាក់ដឹកនាំសម្ដេចតេជោហ៊ុនសែននិងរូបថតពីសម័យបារាំងហើយនេះខ្ញុំក៏ឃើញមានចាប៉ីធំរួមទាំងចាប៉ីតូចនិងឧបករណ៍ភ្លេងខ្មែរបុរាណជាច្រើនទៀតមកនាងខ្ញុំក៏បានឡើងទៅជាន់ខាងលើក៏ឃើញមានអាសនៈយ៉ាងស្រស់ស្អាតជាទីសក្ការៈដ៏គោរពផងដែរក្រោយមកនាងខ្ញុំ
ខ្ញុំក៏បានដើរចូលទៅក្នុងបន្ទប់នៅជាន់ទី1ក៏ឃើញមានទស្សនវិជ្ជារូបភាពពីសម័យមុនក៏ដូចជាចំនួនសម័យបុរាណសម័យអាណានិគមបារាំងវត្ថុជាច្រើនទៀតផងដែរក៏ឃើញមានតាំងរូបថតអ្នកចម្រៀងសម័យលោកតាស៊ិនស៊ីសមុទ្ររួមមានលោកយាយរស់សេរីសុទ្ធាលោកយាយហួយមាសនិងកវីនិពន្ធលោកនូហាចអ្នកចម្រៀងលោកកៅសារ៉ាត់កវីនិពន្ធលោកកងប៊ុនឈឿនលោកវីសារុនជាអ្នកចម្រៀងនិងកវីនិពន្ធលោកវុយហូជាចុងក្រោយនាងខ្ញុំហេឡែនជាធីមការងាររបស់ YouPad សូមអរគុណដល់បងប្អូនដែលតែងតែតាមដានរាល់វីដេអូរបស់ YouPad កន្លងមកប្រសិនបើពេញចិត្តវីដេអូរបស់ YouPad កុំភ្លេចជួយ like និងជួយ share ម្នាក់មួយផងបងប្អូនហើយជួបគ្នាវីដេអូក្រោយបាយបាយចំណែកឯទឹកថ្នាំខែស៊ូរបស់យើងវិញគឺជាប្រភេទទឹកថ្នាំដែលមានគុណភាពខ្ពស់និងស្តង់ដាររបស់ប្រទេសជប៉ុនហើយថែមទាំងជួយឲ្យសំណងមិនថាសំណងឬក៏ធ្វើលូធ្វើស្ពានទេបងប្អូនទាំងអស់គ្នាគឺជួយឲ្យសំណងរបស់យើងនឹងរឹងមុខមិនត្រឹមតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាទឹកថ្នាំខែស៊ូរបស់ពួកយើងវិញកាត់បន្ថយទាំងចំណាយចំណេញទាំងពេលវេលាហើយចំណេញទាំងថវិកាថែមទៀតផងប្រសិនបើបងប្អូនទាំងអស់គ្នាមានតម្រូវការឬក៏ចង់សាកប្រើប្រាស់ជាមួយនឹងប្រភេទទឹកថ្នាំលេបេតុងខែស៊ូកុំភ្លេចណា Facebook Page និងលេខទូរស័ព្ទនាងខ្ញុំដាក់នៅខាងក្រោម